វាចេះតែរមាស់ខ្លាំងទៅហើយនៅពេលដែលយើងសង្កេតមើលទៅកន្លែងស្នាមរមាស់ហ្នឹងគឺវាមានជាស្នាមរង្វង់ហើយមានកន្ទួលទូចនៅក្នុងរង្វង់ស្នាមរមាស់ហ្នឹងថែមទៀតហើយនៅពេលដែលយើងព្យាយាមទិញថ្នាំគ្រប់កន្លែងយកមកលេបវាបាត់បានតែមួយផ្លែតវាក៏ចាប់ផ្ដើមឡើងរមាស់វិញកាន់តែខ្លាំងហើយនៅពេលដែលព្យាយាមទិញថ្នាំយកមកលាបកាន់តែច្រើនវាធ្វើឲ្យកន្លែងរមាស់ហ្នឹងវាធ្វើឲ្យមានបែកជាសង្វារហើយស្ដើងស្បែកថែមទៀតអញ្ចឹងពិបាកក្នុងការព្យាបាលពិបាកក្នុងការស្វែងរកថ្នាំដើម្បីព្យាបាលជំងឺរមាស់មួយប្រភេទនេះខ្លាំងមែនទែនណាដល់ថ្នាក់ពេលខ្លះសម្រាប់ចិត្តទៅចាក់ថ្នាំទៀតដើម្បីបាត់រមាស់ព្រោះវារមាស់ខ្លាំងពេកហើយសួរថាជំងឺរមាស់មួយនេះវាប៉ះពាល់ដល់អាយុជីវិតទេចាវាមិនប៉ះពាល់ទេប៉ុន្តែបើសិនបើយើងប្រើប្រាស់ថ្នាំខុសប្រើថ្នាំលេបឬក៏ថ្នាំបែបជាឱសថបុរាណអីចឹងទៅឬក៏ថ្នាំចាក់ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ខាងក្នុងរបស់យើងវាអាចទៅជាប៉ះពាល់ដល់អាយុជីវិតក៏ថាបានអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាមានបញ្ហាជំងឺរមាស់មួយប្រភេទនេះគឺគេហៅថាជំងឺរមាស់ពពួកមេរោគផ្សិតគឺជំងឺស្រែងហើយមេរោគផ្សិតមួយនេះគឺវាខ្លាំងណាស់មិនងាយសម្លាប់វាបានដោយងាយនោះទេហើយវាកើតឡើងភាគច្រើនគឺកើតឡើងនៅកន្លែងដែលលាក់បាំងកន្លែងដែលបែកញើសច្រើនមិនថានៅលើខ្លួនមិនថានៅកលៀននៅកប៉េះគូតចាគឺគ្រប់កន្លែងអ្នកខ្លះអាចឡើងទៅដល់ស្បែកក្បាលថែមទៀតអញ្ចឹងជំងឺរមាស់ស្រែងមួយប្រភេទនេះវាខ្លាំងហើយវាឆ្លងថែមទៀតណាអញ្ចឹងបើសិនជាយើងរស់នៅជុំគ្នាសមាជិកគ្រួសារជុំគ្នាក្នុងផ្ទះតែមួយគឺអាចឆ្លងពេញមួយផ្ទះក៏ថាបានដែរអញ្ចឹងដើម្បីឲ្យកុំឲ្យជំងឺស្រែងមួយនេះវាឆ្លងសមាជិកគ្រួសារហើយវារ៉ាំរ៉ៃនៅជាមួយយើងវារំខានហើយធ្វើឲ្យយើងនឹងរស់នៅមិនបានសុខស្រួលហើយធ្វើឲ្យអ្នកដែលរស់នៅជុំគ្នានឹងឆ្លងទៅហើយកាន់តែធ្ងន់ធ្ងរថែមទៀតនោះសូមព្យាបាលចេញទៅជំងឺរមាស់ស្រែងមួយប្រភេទនេះមេរោគផ្សិតមួយប្រភេទនេះគឺអាចព្យាបាលជាទេមិនថាកើតនៅលើស្បែកក្បាលកើតនៅលើខ្លួនចាក្លុកក្លៀតកន្លែងណាក៏ដោយក៏យើងអាចព្យាបាលជាដែរណាសូមពុកម៉ែបងប្អូនទាំងអស់គ្នាទុកចិត្តមកលើពេទ្យសើស្បែក